សួស្តីអរុនសួស្តីអាមេរិកប្រលប់សួស្តីកម្ពុជាធីខឹមយុតិប៉ែនសុរដេតប្រភេទធីសវ៉ាលីហើយវឿនរិគីសិទ្ធាលឹមលីសាប្រូវឿនភឿមខៃសរាជសុភគង់អៃសាមូហាមេតសុតសឿនគុយពន្លឺម៉ៃកលជឹមនៅក្នុងនេតិនេះខ្ញុំអាប់ដេតព័ត៌មានថែមទៀតខ្ញុំអាប់ដេតព័ត៌មានថែមទៀត5នាទីមុននេះនៅភាគខាងជើងអ៊ីស្រាអែលបានបាញ់ទម្លាក់ drone 2គ្រឿងរបស់ Iran ដែលវាយបុកមកអាកាសចរស៊ីវិលនៃប្រទេសតឺគីបានលុបចោលជើងយន្តហោះទៅកាន់អាយរ៉ាន់ដែលឲ្យមានផលវិបាកលើវិថីអាកាស14នាទីមុននេះក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កពិភាក្សាព្រឹត្តិការណ៍ដែលអ៊ីស្រាអែលកំពុងតែវាយប្រហារទៅលើអាយរ៉ាន់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិអាងតូនីញ៉ូកណ្ដួយឆ្កែតាតេរ៉ូបានកាន់ជើងអាម៉ាស់ហើយនឹងអាយរ៉ាន់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល16នាទីមុននេះអ៊ីស្រាអែលបានអនុញ្ញាតឲ្យមានការនាំចូលនៅជំនួយស្បៀងអាហារថ្នាំពេទ្យទៅកាន់តំបន់ហ្គាហ្សាកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាគេបានបំផ្លាញចោលមួយភាគនៃរោងចក្រនុយក្លេអ៊ែរនៅណាតាន់នៃប្រទេសអាយរ៉ាន់ប្រទេសអាយរ៉ាន់បានឲ្យដឹងថាគ្មានការកើនឡើងនៅសារជាតិវិទ្យុសកម្មនៅជុំវិញតំបន់ណាតាន់នោះទេនេះគឺជាព័ត៌មានដែលតាក់ទងនឹងការបន្តការវាយប្រហារដោយអ៊ីស្រាអែលទៅលើប្រទេសអាយរ៉ាន់ព័ត៌មានអន្តរជាតិដទៃទៀតដូចជាយឺតទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់មិញនេះមានការចូលរួមពីយន្តហោះប្រយុទ្ធជាង200គ្រឿងអាយរ៉ាន់បានបដិសេធថាគេមិនបានបាញ់ drone មកកាន់អ៊ីស្រាអែលទេការប្រកាសរបស់អ៊ីស្រាអែលថាអាយរ៉ាន់នឹងវាយសងសឹកដោយ drone ចំនួនជាង100គ្រឿងគឺជារឿងមិនពិតគេតវ៉ាគ្នាណាប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថាអាយរ៉ាន់ប្រញាប់ព្រមព្រៀងជាមួយអាមេរិកឲ្យឆាប់ក្នុងជំនួបលើកទី6នៅប្រទេសអូម៉ាន់នៅថ្ងៃអាទិត្យខាងមុខនេះដើម្បីបញ្ចប់កុំឲ្យមានសង្គ្រាមនាវាដឹកជញ្ជូនទាំងឡាយដែលឆ្លងកាត់សមុទ្រក្រហមនិងច្រកអ៊័រម៉ូសបានត្រូវព្រមានឲ្យប្រុងប្រយ័ត្នពីព្រោះសង្គ្រាមកំពុងតែកើតឡើងកងទ័ពអ៊ីស្រាអែលបាននិយាយថាគេបានបាញ់ទម្លាក់ចោលនៅ drone មួយចំនួនដែលហោះកាត់ដែនអាកាសស៊ីរីយ៉ាប្រទេសអាយរ៉ាន់ទីភ្នាក់ងារព័ត៌មាន News បាននិយាយថាយ៉ាងហោចណាស់ក៏មានមនុស្ស78នាក់ត្រូវស្លាប់និងមនុស្សជាង300នាក់រងរបួសក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់មិញនៅអ៊ីស្រាអែលនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថាគាត់នឹងទូរស័ព្ទនិយាយជាមួយប្រធានាធិបតី Trump និងប្រធានាធិបតី Putin ក្នុងពេលឆាប់
ថ្ងៃសុក្រនេះទីផ្សារប្រេងឆៅកំពុងតែស្ទុះឡើងពណ៌បៃតងដែលតម្លៃប្រេងឆៅមួយធុងចាប់ផ្ដើមឡើងលើស$75រីឯទីផ្សារភាគហ៊ុននៅក្នុងពិភពលោកកំពុងតែចុះប្រមាណជា0.5%រីឯទីផ្សារភាគហ៊ុននៅអ៊ីស្រាអែលក៏ចុះដែរក្នុងលំដាប់1.5%ហើយតម្លៃរូបិយប័ណ្ណអ៊ីស្រាអែលក៏ធ្លាក់ចុះដែរនៅឯទីក្រុងយេរូសាឡិមទាំងហាងមួយចំនួនត្រូវបិទទ្វារប្រជាជនអ៊ីស្រាអែលចាប់ផ្ដើមទិញស្បៀងស្តុកទុកពីព្រោះស្ថានភាពសង្គ្រាមកំពុងតែកើតឡើងចក្រភពអង់គ្លេសបានចេញព័ត៌មានកាលពី1ម៉ោងមុនណែនាំឲ្យជនអង់គ្លេសទាំងឡាយដែលធ្វើដំណើរនៅមជ្ឈមបូព៌ាឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់នេះគឺជាព័ត៌មានអាប់ដេតប៉ុណ្ណឹងណាជាព័ត៌មានអាប់ដេតប៉ុណ្ណឹងហើយចំណែកពិភពលោកវិញខ្ញុំបានជម្រាបបងប្អូនហើយថា Thailand គេប្រើក្រោមតុលើតុណាគេប្រើក្រោមតុលើតុដើម្បីនឹងកែព័ត៌មានដូច្នេះហើយរឿងទាស់គ្នារវាងកម្ពុជានិង Thailand មិនសូវមានផ្សាយទេទីភ្នាក់ងារព័ត៌មាន Reuters ទៅនិយាយរឿងតាក់សិនឡើងតុលាការទៅវិញហ៊ឿននឹងខៃប្រទេសណាក៏មានអ្នកចូលចិត្តអ្នកមិនចូលចិត្តអូខេបើចៅឯងចង់ប្រាប់អាមេរិកថាខុសចៅឯងទៅនិយាយជាមួយអាមេរិកតែបើចៅឯងល្អូអាមេរិកអត់ខ្វល់ទេចៅអាមេរិកអត់ខ្វល់នឹងចៅឯងល្អូទេឧទាហរណ៍ដូចអាមេរិកកាត់លុយជំនួយអន្តរជាតិហើយចៅឯងទទួលរងគ្រោះនៅពេលដែលឯងកើតអេដកើតអីក៏អាមេរិកាំងគេអត់លឺទេចៅណាអញ្ចឹងបើចៅឯងចង់រអ៊ូចៅឯងទៅសេទៅគេបានគេដឹងចៅឯងមកប្រាប់តាក៏មិនដឹងដែរតាទទួលដឹងតែប៉ុណ្ណេះទេថាអាមេរិកកាំងវាមានអាទំវើវាល្អអាក្រក់វាមានណាអូខេបើចង់តវ៉ានឹងវាតវ៉ាតាឯងពីព្រោះតាជាជនជាតិអាមេរិកកាំងតាកាន់ជើងអាមេរិកណាកូនយល់ទេអាហ្នឹងអញ្ចឹងណាខ្មែរថែមសួរម្ដងទៀតដេញក្បាលចេញណាតាមកស្រុកខ្មែរមិនទៅអីហើយសួរច្រើនពេកណាអូខេសូមម៉ាត់ទៀតដេញក្បាលចេញរំខានតាស្រួលតាឥឡូវនេះទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយអំពីតាក់សិនឥឡូវមើលបន្តិចមើលតើតាក់សិនគេផ្សាយយ៉ាងម៉េចណាថ្ងៃទី13ខែមិថុនាឆ្នាំ2025តុលាការកំពូលនៃព្រះរាជាណាចក្រថៃឡង់កំពុងតែស្ដាប់សវនាការណាគឺថាតុលាការកំពូលនៃប្រទេសថៃឡង់នឹងរៀបសវនាការណានៅខែកក្កដាខាងមុខនេះដើម្បីនឹងធ្វើការកាត់សេចក្តីចំណែកឯការស្ដាប់សវនាការដែលបានធ្វើឡើងនៅថ្ងៃសុក្រនេះមិនទាន់សម្រាប់ជោគវាសនារបស់លោកតាក់សិននៅឡើយទេ
ទេអត់ទេព័ត៌មានដែលផ្សាយពីតាក់សិនហ្នឹងក៏មិនមានអីធំដុំដែរណាហើយព័ត៌មានខ្មែរកម្ពុជាអត់មានទេមានព័ត៌មានបឹងក្លាដេសអីមានរីឯព័ត៌មានដែលតាក់ទងពីការធ្លាក់យន្តហោះនៅឥណ្ឌាសឹងតែគេឈប់និយាយការបារម្ភខ្លាចកើតគ្រោះថ្នាក់នៅប្រទេសកូរ៉េខាងត្បូងនាវាដែលកលាប់លេខទឹកនោះត្រូវបានគេបូមទឹកចាញ់ជួសជុលហើយសម្ពោធសារជាសារជាថ្មីមួយយ៉ាងដែរ That's good សមាគមប្រទេសបូមប្រេងអូប៉ិចបានឲ្យដឹងថាទោះបីប្រេងឆៅឡើងថ្លៃបន្តិចក៏ដោយក៏មិនចាំបាច់បង្កើតនយោបាយអន្តរាគមន៍ទេឡើយឆ្លើយនឹងប្រិមិត្តម៉ានីរ៉ាត់តែអ៊ីស្រាអែលនឹងនៅបន្តវាយតទៅទៀតយើងកំពុងនិយាយហ្នឹងអ៊ីស្រាអែលកំពុងតែវាយសេឡាសឹមលោកពូតើអ៊ីស្រាអែលបានទល់ភ្លើងគេវិញបាទអ៊ីស្រាអែលអាចអស់ប្រព័ន្ធការពារដែនអាកាសព្រោះខ្ញុំនៅទីនេះក្នុងមួយខែខ្ញុំឃើញគ្រាប់រ៉ុកែត3ទៅ4ដងគេជួបបញ្ហាហ្នឹងប៉ុន្តែក៏គេកំពុងដោះស្រាយណាក៏គេកំពុងដោះស្រាយរឿងហ្នឹងណាសង្គ្រាមដែលកើតឡើងហ្នឹងអស់លុយច្រើនណាស់សវណ្ណបើប្រទេសកម្ពុជាជាប្រទេសសម្ព័ន្ធឥណ្ឌូចិនអញ្ចឹងតើទៅថ្ងៃមុខមានផលអវិជ្ជមានឬមួយវិជ្ជមានឬអវិជ្ជមានមានទាំងពីរដូចយើងដកដង្ហើមអញ្ចឹងណាចៅសវណ្ណដូចយើងរស់នៅសប្តាហ៍ថ្ងៃយើងដកដង្ហើមអញ្ចឹងជួនកាលថ្ងៃខ្លះយើងដកដង្ហើមស្រួលថ្ងៃខ្លះយើងដកដង្ហើមអត់ស្រួលជីវភាពនៅក្នុងជីវិតរបស់យើងតែងមានទុក្ខហើយនឹងសុខជាមួយគ្នាធម្មតាទេធម្មតាហ្នឹងអត់មានអីធំដុំទេសុខកុសលអូខេតារាតានឹកមកលេងអង្គរវត្តទេស្រស់ស្រាយណាស់តាប្រាប់តាមត្រង់តាធ្លាប់ទៅអង្គរកាលពី68 69តាអត់ចង់ទៅទេក្តៅហើយអង្គរវត្តតាអត់មានអីមើលទេនៅតាសរសើរអង្គរវត្តអីចឹងប៉ុន្តែតាអត់ទេតាសិក្សារឿងអង្គរវត្តឲ្យរាប់10ឆ្នាំហ្នឹងក៏ចឹងតាអត់មានអីតាចាត់ទុកអង្គរវត្តជាឧបករណ៍សិក្សាតែបើទស្សនាកំសាន្តនេះតាអត់ទេឧទាហរណ៍ដូចតាចង់ថតនៅមុខអង្គរវត្តទេអត់ទេតាអត់ចាប់អារម្មណ៍ទេកូនថ្ងៃខ្លះពេលតាមានពេលទំនេរតាមើលវីដេអូគេជួសជុលរៀនហាលគេជួសជុលប្រាសាទអីតាមើលដើម្បីយកចំណេះតែបើឲ្យតាទៅឈរថតនៅកន្លែងហ្នឹងឯងតាអត់ទៅទេពេលព្រោះក្តៅតាអត់មានប្រាសាទអង្គរចំពោះតាគឺជាការសិក្សាមិនមែនជាកន្លែងលេងសើចអីទេតាអត់មានត្រូវការទេឧទាហរណ៍តានៅកម្ពុជាគេបបួលទៅលេងអង្គរអីតាមិនទៅទេមិនទៅតែអីហ្មងណាបើឲ្យចាក់តាជីកកណូតមើលបឹងលេសាបអី
ទៅអញ្ចឹងអូខេអង្គអត់មានអីលេងទេអង្គគឺជាឧបករណ៍សិក្សាតែគាត់ណាអរគុណពូជុំរតនៈ good morning ផូននួនជំរាបសួរ RTS រឿងប្រាសាទនិងមុំ3ជារឿងមានសារៈសំខាន់ក្នុងកសិជារឿងយុទ្ធសាស្ត្រអញ្ចឹងខ្ញុំឆ្លើយអត់បានទេណារំម៉ានិលហុងយើងសង្គ្រាមតើសម្ព័ន្ធឥណ្ឌូចិនចូលជួយយើងមានសន្ធិសញ្ញាណាកូនយើងមានសន្ធិសញ្ញាចុះថ្ងៃទី18ខែកុម្ភៈឆ្នាំ1979ពេជ្រភេរុនលោកពូធ្លាប់ទៅលេងប្រាសាទព្រះវិហារដែរឬទេធ្លាប់2ដងខ្ញុំនិយាយតែខ្ញុំមិនដែលទៅស្រុកខ្មែរមិនមែនដែលជន់ស្រុកខ្មែរទេខ្ញុំនិយាយតែខ្ញុំមិនដែលទៅស្រុកខ្មែរមិនមែនមានន័យថាខ្ញុំមិនដែលជន់ស្រុកខ្មែរទេធ្លាប់ទៅ2ដងអត់មានអីមើលក្តៅចង់ងាប់ឡើងទៅពីថៃទៅក្តៅសឹងងាប់ប៉ុន្តែគាត់ថាវាមិនដែលទៅក៏ទៅខ្ញុំឆ្ងល់សម្ព័ន្ធឥណ្ឌូចិនឆ្ងល់អីតាថាសរសេរប៉ុណ្ណឹងអត់យល់ណាសរសេរឲ្យក្បោះក្បាយទៅយល់អូខេសរសេរឲ្យក្បោះក្បាយទៅយល់សរសេរប៉ុណ្ណឹងអត់យល់ទេលោកតាមកអាមេរិកក្រោយសម័យខ្មែរក្រហមអត់ទេខ្មែរក្រហមទៅមិនចប់ណាពេលខ្ញុំចាញ់មកហ្នឹងខ្មែរក្រហមទៅមិនចប់កុសលស៊ីលោកតាបើសិនជាប្រទេសកម្ពុជាសពថ្ងៃជារបបកុម្មុយនីសតើនឹងមានភាពខុសគ្នាយ៉ាងណាដូចវៀតណាមអញ្ចឹងបើសិនជាអត់មានរបបប៉ុលពតណាប្រទេសកម្ពុជាដូចវៀតណាមអញ្ចឹងលូតលាស់ដូចសប្ងៃអញ្ចឹងហ្នឹងអញ្ចឹងស្រីចន្ទរិទ្ធតាណេតយ៉ងដែលជាប់ឈ្មោះនៅសាលាណេតយ៉ងមានប្រវត្តិបែបណានៅបាត់ដំបងខ្ញុំដឹងដែរប៉ុន្តែខ្ញុំអត់លើកមកនិយាយពេលឥឡូវទេចន្ទរិទ្ធនៅក្នុងនេតិនេះខ្ញុំមិននិយាយរឿងហ្នឹងរឿងចាស់ទុំអីអ្នកស្រុកបាត់ដំបងអីចឹងខ្ញុំដឹងព្រោះខ្ញុំនៅបាត់ដំបងខ្ញុំស្គាល់ពួកអេបខុតអេបពូចគីអោតមឿចៅហើអីខ្ញុំស្គាល់ប៉ុន្តែខ្ញុំអត់ចង់លើកយកមកនិយាយឥឡូវបាទបូរ៉ានីសួស្ដីផ្សែងហុយសម្បើមណាគេវាយគ្នានេះខ្មែរដឹងហើយថាសៀមឆ្លៀនពៀនតើតួនាទីពលរដ្ឋគួរធ្វើអ្វីល្អដើម្បីជាតិខំរៀន
ខំរកស៊ីធ្វើការខំវិនិយោគពេលវេលានិងយល់ដឹងអំពីប្រទេសជាតិខ្លួនហើយបើខ្លួននៅទីណាឲ្យដឹងសុវត្ថិភាពរបស់ខ្លួនគឺគ្រប់គ្រាន់ណាថោងច័ន្ទបញ្ញាអញ្ចឹងតើរដ្ឋាភិបាលកម្ពុជាតបតទៅថៃជ្រុលពេកទេឬជាការត្រឹមត្រូវហើយតើការសម្រេចធ្វើបែបនេះវាប៉ះពាល់ដល់សេដ្ឋកិច្ចអនាគតទេនៅពេលយើងឆ្លោះគ្នាវាប៉ះពាល់សេដ្ឋកិច្ចក៏ប៉ុន្តែអ្វីដែលរាជរដ្ឋាភិបាលធ្វើគឺត្រឹមត្រូវអត់ជ្រុលពេកទេគឺត្រឹមត្រូវតែបើរឿងប៉ះពាល់វាប៉ះពាល់ហើយមនុស្សតែឆ្លោះគ្នាវាខាតទាំងអស់ណាច័ន្ទបញ្ញាវាខាតទាំងអស់ប៉ុន្តែអ្វីដែលរដ្ឋាភិបាលប្រកាសរយៈកាលកន្លងមកអូខេត្រឹមត្រូវមិនជ្រុលពេកទេអូខេបង្ហុយផ្សាយបារីពុទ្ធិពងលោកពូសភាពការតានតឹងកម្ពុជាថៃដូចសពថ្ងៃនេះពលករខ្មែរដែលកំពុងធ្វើការនៅថៃគួរចាក់ចេញមកប្រទេសកំណើតវិញដែរឬទេតាមសាររបស់លោកហ៊ុនសែនបានអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃឡង់វិលត្រឡប់មកប្រទេសខ្លួនមុនគេដេញចេញនឹងជាសារព្រឹកមិញសាររបស់លោកហ៊ុនសែនព្រឹកមិញណាគាត់និយាយអញ្ចឹងគាត់និយាយអញ្ចឹងណាគាត់និយាយអញ្ចឹងអាហ្នឹងស្រេចទៅលើបងប្អូនកូនចៅណាស្រេចទៅលើបងប្អូនកូនចៅថាតើស្ដាប់សាររបស់លោកហ៊ុនសែនទៅណាស្ដាប់សាររបស់លោកហ៊ុនសែនទៅលោកសែនគាត់មានប្រកាសគាត់ចេញផ្សាយសេចក្តីប្រកាសរបស់គាត់នេះកាលពី12ម៉ោងមុនណាគាត់ចេញប្រកាសរបស់គាត់នេះគាត់ថាឲ្យខ្មែរយើងពលករហ្នឹងត្រឡប់មកស្រុកវិញអូខេសូភាជួនលោកអ៊ំបើសិនសង្គ្រាមខ្មែរនិងថៃកាត់ឡើងតើវៀតណាមចូលជួយខ្មែរទេកូនឯងអត់ស្ដាប់អ៊ំនិយាយអ៊ំនិយាយមិនដឹងប្រហែលដងទៅហើយទេប៉ុន្តែកូនឯងសួរដែរអ៊ំប្រាប់ហើយថាកម្ពុជាយើងវាមានសន្ធិសញ្ញាយោធាជាមួយនឹងបកសម្ព័ន្ធឥណ្ឌូចិនហើយកូនឯងនៅសួរដែរកូនឯងសួរអញ្ចឹងនៅស្រុកខ្មែរតែគេប្រកាន់គេចាប់ដាក់គុកចេះដឹងឡើងកូននៅសួរដែរយល់ពាក្យខ្មែរទេឬក៏ត្រូវការអ្នកបកអ៊ំនិយាយមិនដឹងប៉ុន្មានដងហើយទេថាអង្គការអំណាចនៅកម្ពុជាគឺជាសម្ព័ន្ធឥណ្ឌូចិនណាហើយកាលណាសម្ព័ន្ធឥណ្ឌូចិនគេមានសន្ធិសញ្ញានឹងគ្នាសួរអញ្ចឹងគេចាប់ដាក់គុកយល់ទេគេថាយើងញុះញង់អញ្ចឹងកុំសួរហើយអ៊ំនិយាយហើយមិនព្រមយល់សោះអ៊ំនិយាយនឹងប៉ុន្មានដងហើយទេឥឡូវចង់ដាច់តសៃហើយរាល់ថ្ងៃបញ្យល់ហើយបញ្យល់ទៀតសួរដែរក្បាលទេនៅចាក់ទឹកទៅសើមហើយចុះមិនក៏សួរតាដែរ If you are Cambodian you don't know what is Indochina បើអ្នកជាខ្មែរអ្នកអត់ស្គាល់ឥណ្ឌូចិនទេអីណា
មកទូលទោះថាឮតាឆ្លោះជាមួយ fan រហូតថ្ងៃនេះមែនទេមែនឆ្លោះទេចៅអើយក្មួយអើយមែនឆ្លោះទេអីចៅឯងងើបពីណាមកមិនស្គាល់ Andu ចិនណាទៅ Google ណាថាអ្វីហៅថាដែនដី Andu ចិនរៀនផងណាលោកអើយលោកគ្នានិយាយរាល់ថ្ងៃគ្នានិយាយ5000វីដេអូហើយមិនឆ្លោះណាកូនអត់ឆ្លោះទេចៅទៅឆ្លោះអីប៉ុន្តែដូចអត់រៀនសោះអញ្ចឹងvậyណាហើយមកងោដាក់តាឈប់ហ៊ានសួរចុះមិនក៏មិនព្រមហ៊ានឥឡូវសួរចៅឲ្យឆ្លើយលេងតិចប្រទេសកម្ពុជាតាំងនៅទីណាសុំឲ្យចៅក្មួយឆ្លើយតិចមើលប្រទេសកម្ពុជាតាំងនៅទីណាសុំជួយឆ្លើយ where Cambodia is located អូខេកាណាឌីអរគុណស្អីទៀតឡើយមានអ្នកណាឆ្លើយទៀតប្រទេសកម្ពុជាតាំងនៅទីណាឥឡូវនេះចេះថាតាឆ្លោះជាមួយ fan ប្រែពីរយ៉ាងមួយអ្នករាប់រកមួយទៀតផ្លិតអូខេអរគុណអ្នកដែលឆ្លើយថាប្រទេសកម្ពុជាតាំងនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍អានឹងត្រូវក្នុងភូមិសាស្ត្រធំអ្នកដែលឆ្លើយថាប្រទេសកម្ពុជាតាំងនៅឥណ្ឌូចិនក៏ត្រូវនៅក្នុងឧបទ្វីបតូចត្រូវទាំងពីរអូខេឥឡូវលំអិតជាងនឹងបានទេខ្ញុំឆ្លើយវិញម្ដងប្រទេសកម្ពុជាមានទីតាំងនៅក្នុងទ្វីបនៅក្នុងទ្វីបអាស៊ីនៅក្នុងណាភូមិភាគនៃអាស៊ីប៉ែកអាគ្នេយ៍ជាប្រទេសមួយនៅក្នុងឧបទ្វីបឥណ្ឌូចិនមានព្រំដែនខាងកើតជាប់វៀតណាមខាងជើងជាប់ឡាវខាងលិចជាប់ថៃឡែនខាងត្បូងជាប់ឈូងសមុទ្រថៃឡែនអានឹងគេរៀនតាំងពីថ្នាក់ទី4ឥឡូវចៅរៀនថ្នាក់ទី4គេមានបង្រៀនទេទី4ទី5គេមានបង្រៀនទេនៅស្រុកខ្មែរណាដែលចៅរៀន6ឆ្នាំនៅបឋមសិក្សាគេមានបង្រៀនទេមកជួយជាប្រទេសនៅអាស៊ីតាំងនៅអាស៊ីអាគ្នេយ៍ក្នុងឧបទ្វីបឥណ្ឌូចិនព្រំដែនខាងកើតជាប់វៀតណាមខាងជើងជាប់ឡាវខាងលិចជាប់ថៃឡែនខាងត្បូងជាប់ឈូងសមុទ្រថៃគេមានបង្រៀនអញ្ចឹងទេគេបង្រៀនគេមិនអត់បង្រៀនទេអញ្ចឹងហើយតាចេះថាឲ្យហ្នឹងមិនទៅឆ្លោះអីមួយចៅឯងមកចៅឯងបំចាំឯងនេះឈឺកើតមហារាជនៅចាំចោយម៉ែ
ô kê, 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 vậy lên đi, vậy lên đi, vậy lên đi. Ừm, vậy lênចានឹងនិយាយលេងទេហ្នឹងអញ្ចឹងមកសួរឥណ្ឌូចិនប្រទេសណាខ្លះហ្មងរៀននៅបឋមសិក្សាហើយអូខេសេកសុកសាខឿនលោកពូNTD News China in Focus ជាព័ត៌មានស្ដាំឬឆ្វេងអត់ទេអត់មានស្ដាំអត់មានឆ្វេងទេNTD China in Focus ជាក្រុមមេឌារបស់ Falun Gong ដែលជាក្រុមរងគ្រោះដោយបកកុម្មុយនីសចិនដូច្នេះហើយ Falun Gong នេះមិនមែនស្ដាំមិនមែនឆ្វេងទេអឺនៅក្នុង NTD News China in Focus មានសារព័ត៌មានមួយទៀតឈ្មោះ Epoch Time ក្រុមតែមួយទេក្រុមហ្នឹងគេហៅថា Falun Gong Fada គឺជាក្រុមអនុវត្តអឺសមាធិនិងកម្មដ្ឋានមួយដែលគេហៅថា Falun Gong ដែលបានកើតឡើងនៅប្រទេសចិនហើយត្រូវបកកុម្មុយនីសចិនហ្នឹងតាមធ្វើបាបកាប់សម្លាប់ចាប់ដាក់គុកអីណានឹងអញ្ចឹងហើយអឺ NTD China in Focus ហើយនឹង Epoch Time នេះអឺពីដើមឡើយទទួលអនុទានពណ៌សរបស់ភ្នាក់ងារក្រម CIA តែដល់ក្រោយមកក៏ទទួលអនុទានផ្សេងដទៃទៀតតែពួកនេះមិនមែនជាអ្នកកាន់ជើងគណៈបក្សសាធារណរដ្ឋឬក៏អ្នកកាន់ជើងគណៈបកប្រជាធិបតេយ្យទេពួកនេះជាពួកដែលផ្សាយព័ត៌មានអឺតាក់ទងនឹងចិនបើយើងចង់ដឹងព័ត៌មានចិនយើងមើលអឺ NTD News China in Focus ណាសេកសុកសាខឿនហើយនឹង Epoch Time ហើយនឹង Taiwan Plus ណាហើយអង្គការសារព័ត៌មានមួយទៀតដែលឥឡូវលំអៀងចិនច្រើនគឺអង្គការសារព័ត៌មានសិង្ហបុរី CNA លអៀងច្រើនពីព្រោះ CNA វាជារបស់រដ្ឋាភិបាលសិង្ហបុរីអូខេហ្នឹងប៉ុណ្ណឹងណាអញ្ចឹងChina in Focus NTD ហើយនឹង Epoch Time របស់ Falun Gong ណា Falun Gong អូខេសេកសុកសុខឿនអឺមេតាម៉ាញអ៊ំធ្លាប់រស់នៅសំរោងស្នោសាឡាតអូនខ្ញុំរស់នៅភូមិស្នោប៉ុន្តែឥឡូវគេហៅភូមិព្រែកស្នោហើយឥឡូវនេះគេជីកផ្ទះនៅភូមិស្នោហ្នឹងពីដើមគេហៅភូមិព្រែកស្នោណាភូមិស្នោឬភូមិព្រែកស្នោខ្ញុំរស់នៅពាក់កណ្ដាលផ្លូវពីស្ពានសាឡាតអូនចាស់ទៅដល់វត្តស្នោឥឡូវគេហៅវត្តព្រែកស្នោមេតាម៉ាញអ្នកស្រុកហ្នឹងអីមេតាម៉ាញមានមេតាម៉ាញហ្នឹងមានយាយមានតានៅហ្នឹងម្ដុំហ្នឹងឯយ៉ាងម៉េចហើយអាព្រែកហ្នឹងគេជីកថែមឲ្យបានឡើងធំអញ្ចឹងមិនមែនព្រែកទេអូណាពីដើមអូហ្នឹងទឹកតិចទេអត់ថ្លាទេអត់ចាំបាច់ធ្វើស្ពានឆ្លងទេតែឥឡូវដូចជាធំជួយប្រាប់ខ្ញុំផងព្រោះខ្ញុំចង់តាក់ទងដែរចង់ដឹងរឿងស្នោហ្នឹងដែរ
កំពង់ចាម បងកំពង់ចាមមហោជាសុំបង្ហាញសាវតាលួងវិចិត្រវាត្រការវិចិត្រវាត្រការខ្ញុំគ្រាន់តែនិយាយថាវិចិត្រវាត្រការជាខុសនិកណាមហោជាវិចិត្រវាត្រការគឺជាខុសនិកបើភាសាអង់គ្លេសគេហៅថា propagandist នៅក្នុងទសវត្សរ៍ទី30នៅក្នុងទសវត្សរ៍ទី30ដល់ភាគខាងដើមនៃទសវត្សរ៍ទី40លួងវិចិត្រវាត្រការនេះគឺជាខុសនិកដែលក្រោយមកជាខុសនិកឆ្នើមលើការទៀមទាកាន់កាប់ទឹកដីខ្មែរដោយថៃឡង់លួងវិចិត្រវាត្រការនេះជាចិនទេជីវជាកូនចិនទេជីវនៅទល់មុខវត្តអរុណផ្លូវទន្លេចៅបយ៉ាណាគាត់នៅទល់មុខវត្តអរុណហ្នឹងគាត់ចិនទេនៅក្នុងសម័យបដិវត្តរបស់ទាហានថៃនៃគណៈបរិះណាក៏គាត់คล้ายទៅជាខុសនិកហើយក៏คล้ายទៅជាខុសនិកឆ្នើមក្នុងការបង្កើតទ្រឹស្ដីយកទឹកដីខ្មែរធ្វើជាទឹកដីរបស់ថៃនេះណាកាលណាខ្មែរយើងសិក្សាពីប្រវត្តិសាស្ត្រទឹកដីហើយបើយើងអត់ស្គាល់លួងវិចិត្រវាត្រការមានន័យថាអ្នកសិក្សាអំពីទឹកដីខ្មែរហ្នឹងខ្វះហើយ If you study the land of Cambodia and the history of losing and gaining land of Cambodia, if you are studying the territorial integrity of Cambodia and you don't know Luang Vichat Vietrakan, that means you are not well versed in the history of Cambodia territory. បើអ្នកសិក្សាអំពីទឹកដីនៃប្រទេសកម្ពុជាហើយអត់លើករឿងហ្នឹងមកអធិប្បាយនិងស្គាល់អំពីលួងវិចិត្រវាត្រការគឺជនហ្នឹងមិនមែនជាអ្នកសិក្សាប្រវត្តិសាស្ត្រទឹកដីពេញលេញទេអូខេនឹងអញ្ចឹងណានឹងរឿងលួងវិចិត្រវាត្រការហ្នឹងប្រហែលជាខ្ញុំត្រូវទៅកាយសភៅយកមកនិយាយឲ្យស្ដាប់ពីព្រោះឥឡូវវាមានរឿងជាមួយថៃណាចឹងខ្ញុំត្រូវរំលឹករឿងខេត្តបាត់ដំបងរឿងស្រីសុភ័ក្រជាប្រវត្តិសាស្ត្រឲ្យកូនចៅដឹងរឿងហ្នឹងអញ្ចឹងឈ្មោះលួងវិចិត្រវាត្រការនេះសំខាន់ណាមិនដែរចង់ស្ដាប់ទេអាចលើកយកមកឲ្យស្ដាប់លើកយកមកនិយាយឲ្យស្ដាប់ណាអរគុណមេតាម៉ាញគេជីកអូនៅស្នោធំនឹងជ្រៅជាងមុនមានស្គាល់អ្នកស្រុកស្នោហ្នឹងមេតាមានស្គាល់អ្នកភូមិស្នោហ្នឹងទេតែបើនិយាយពីក្មួយឯងចៅឯងអាចថាយាយតាបានស្គាល់បាទនឹងរឿងវិចិត្រវាត្រការហ្នឹងណាវិចិត្រវាត្រការហ្នឹងមនុស្សសំខាន់ណាស់នៅក្នុងនិយាយចំគឺថាវិចិត្រវាត្រការវានិយាយថាដីខាងលិចបឹងទន្លេសាបកំពង់ធំសៀមរាបប្រទេសមានជ័យបាត់ដំបងពោធិ៍សាត់ហ្នឹងដីសៀមទាំងអស់ដីសៀមទាំងអស់ណាដីសៀមទាំងអស់ហើយវាបង្កើតកម្មវិធីវិទ្យុ
ដែលនិយាយសាសងគ្នារាល់ថ្ងៃដើម្បីបង្រឹងមនសិការដើម្បីពង្រឹងមនសិការនៃជនជាតិថៃឲ្យជឿថាទឹកដីនេះជាទឹកដីរបស់ថៃណាអាហ្នឹងអញ្ចឹងណាចឹងរឿងលួងវិចិត្រវាត្រការនេះណាមហោជាខ្មែរយើងអ្នកទឹកដីបើអត់ស្គាល់លួងវិចិត្រវាត្រការចប់ហើយខ្វះខាតធំណាស់ហើយឥឡូវហ្នឹងវាដោយសារតែថៃលិននិងកម្ពុជាហ្នឹងទាស់គ្នារឿងព្រំដែនហ្នឹងគួរណាស់លើកយកមកនិយាយដែរខ្ញុំតែខ្ញុំត្រូវទៅបំបែកកញ្ចប់ខ្ញុំយកឯកសារមកនិយាយបាទនឹងអញ្ចឹងណាបាទSteve លោកតាប្រសិនបើយើងមានសាច់ញាតិនៅជាប់ព្រំដែនខាងប្រទេសមានជ័យដោយប៉ោយប៉ែតតើពួកគាត់ស្ទួត្រៀមខ្លួនដោយម្ដេចខ្លះដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនអត់ចាំបាច់អីទេធម្មតាព្រោះបើវាមានការផ្ទុះអាវុធសៀមវាមិនមែនមកបាញ់ដាក់ប៉ោយប៉ែតកោបនិមិត្តនឹងក្តាំងទេវាមិនធ្វើទេធ្វើអញ្ចឹងហ្នឹងអាលាយ Thailand អត់ទេគ្រាន់តែយើងប្រយ័ត្នប្រយែងឧទាហរណ៍ថាអញ្ចេះណា Steve ឧទាហរណ៍ថាឥឡូវមានបងប្អូនហើយបងប្អូនហ្នឹងគេចូលចិត្តដើរព្រៃព្រំដែនយកជ័រឈើឬក៏អីកុំឲ្យទៅចិត្តសៀមវាបាញ់ណាតែបើយើងនៅប៉ោយប៉ែតកោបនិមិត្តអីនឹងអូជ្រៅអីយើងនៅអញ្ចឹងវាអត់អីទេណាមួយប៉ោយប៉ែតសៀមវាមិនវាយទេវាយចុយម៉ាយទាំងអស់គ្នាណាអានឹងទីប្រជុំជនធំណាហើយចុះបើយើងនៅប៉ៃលិនអត់ទេសៀមវាមិនវាយប៉ៃលិនទេលើកលែងតែយើងទៅតាមជួរភ្នំអីជាប់ព្រំដែនអីណានឹងខ្លាចលោទៅរកតពាំងរកអីគេបាញ់អានឹងរឿងផ្សេងហើយចុះបើយើងនៅជាប់ខ្សានក៏អត់អីដែរមែនអាណាមកវាយជាប់ខ្សាននឹងក្តាំងភ្លាមទេហើយចុះបើយើងនៅកោះកុងយើងនៅចាំយាមអីកោះកុងអត់ទេមិនវាយភ្លាមទេមែនទេអត់មានមកវាយអីចឹងទេដល់ឲ្យតន់ណាតែបើយើងរកស៊ីតាមច្រករបៀងអានោះអាចសៀមវាបាញ់ងាប់អីពេលមានការតានតឹងយើងប្រយ័ត្នប្រយែងតែប៉ុណ្្នឹងទេហើយបើយើងមានបងប្អូនយើងពលករនៅថៃឡែនឧទាហរណ៍ថាពលករទៅរកស៊ីលក់តំណែងឲ្យផ្សារសៀមលុយកាក់ណាស្ទីវរឿងហ្នឹងអញ្ចឹងទេណាចេះស្ដាអត់ស្គាល់សំបីឥណ្ឌូចិននៅពេលតាថាឲ្យរៀនយកទៅសញ្ញាបត្រតាំងខឹងចៅចេះចង់ឲ្យតាស្ដីឲ្យតាមពិតតាស្ដីឲ្យស្រឡាញ់តាជេមសុកស្រឡាញ់ខំប្រឹងនិយាយឲ្យស្ដាប់សពថ្ងៃមានអ្នកណានិយាយរឿងឲ្យស្ដាប់សពថ្ងៃទៅសារជាសវុតអាជាសវុតនេះវានិយាយរឿងឲ្យក្មេងស្ដាប់បានច្រើនរបស់វាណាអាជាសវុតណាអាជាសវុតដែលវាហៅខ្ញុំយួនណាវាថាខ្ញុំលុបបាញ់ហយួនហ្នឹងនៅមានអាជាសវុតមួយក្រៅពីហ្នឹងមើលអ្នកណាមកជួយប្រាប់កូនចៅជំនាន់ក្រោយឲ្យដឹងរឿងដើមហើយឲ្យខំប្រឹងរៀនសូត្រហ្នឹងអ្នកណាមានអ្នកណាមកជួយប្រាប់ខ្ញុំមានអ្នកណាដែរអាជាសវុតនេះវានិយាយបានច្រើនដែលធ្វើឲ្យទោះបីកន្លែងខ្លះវារបៀបផ្សេងក៏ដោយក៏គ្រាន់បើដែរណាក្រៅពីហ្នឹងមានអ្នកណា
មានអ្នកណាដែរមានអ្នកណាក្រៅពីនោះចំណែកចាស់ដតីទៀតគាត់ធ្វើបានតែគាត់អត់ធ្វើទេហើយខ្ញុំក៏អត់បន្ទោសគាត់ដែរមិនបានអត់បន្ទោសព្រោះគាត់យល់ឃើញថាគាត់អត់ធ្វើខ្ញុំអត់បន្ទោសគាត់ទេយើងគិតមើលណាអត់ទេអាសនាវាមាននិយាយរឿងហ្នឹងឲ្យស្ដាប់ណាអាសនាវាអត់ដឹងទេអាសនាវាកើតឆ្នាំអាសនាសង្ស័យឆ្នាំថោះអាសនាសង្ស័យឆ្នាំថោះទេអានោះប្អូនខ្ញុំមកនេះនោះអាសនាវាមិនដឹងវាអត់ដឹងដែរណាច័ន្ទដេតលោកតាឈ្មោះលួងវិចិត្រវេត្រកានគេសរសេរដូចម្ដេចភាសាអង់គ្លេសមើលខ្ញុំឆែកឲ្យខ្ញុំឆែកឲ្យខ្ញុំវាភ្លេចទៅដែរតែខ្ញុំអាចឆែកបានណា អូខេភាសាអង់គ្លេសលួងវិចិត្រវេត្រកានយើង search នៅក្នុង Google ណាវិចិត្រាវិចិត្ថាកានវិចិត្ថាកានណានេះអូខេលួងវចិត្ថាខ្ញុំសរសេរខុសសេម្ដងទៀតខ្វះប្រទេសលួងW I C H I T W A វ៉ាថាកានអូខេលួងវិចិត្រវ៉ាថាកានណានេះគឺជាឈ្មោះរបស់វាឈ្មោះរបស់គាត់ហ្នឹងណានិយាយអស់ពីភាគហើយអញ្ចឹងលួងវិចិត្រវ៉ាត្រកានហ្នឹងគាត់យើងខ្មែរយើងហៅវិចិត្រវ៉ាត្រកានណាលួងវិចិត្រវ៉ាត្រកានហ្នឹងគឺគាត់ល្បីនៅក្នុងទសវត្សរ៍ទី30 40គាត់ជាអ្នកគ្រប់គ្រងលួងប្លែកភិបុលសុងក្រាមណាអញ្ចឹងអូខេហេងសុថនណាន់ខ្ញុំធ្លាប់តាមស្ដាប់លោកម្នាក់ប្រហែលជាអ្នកប្រវត្តិសាស្ត្រនៅពេលជនជាតិថៃខមមិនសួរគាត់បកស្រាយបានល្អមិនលំអៀងអាចថាជាមនុស្សឈរនៅកណ្ដាលតើបងធ្លាប់ឮទេគាត់ឈ្មោះខាឆៃសុចិត្រអត់ខ្ញុំអត់ស្គាល់បាទអូលេងចម្រៀងអាសវុធវាចេះប្រាំងច្រើនដល់អញ្ចឹងវានិយាយឲ្យបង
អាហ្នឹងធម្មតាបើអាហ្នឹងមនុស្សបុរាណពីដើមអញ្ចឹងស្រីសសៀមស្បែកសនៅបាងកកហៅសៀមសម្បុរតាហាំងគាអញ្ចឹងអូអានោះប្រែជាភាសាខ្មែរយើងសៀមវាហៅសៀមស្បែកសសៀមចិនណាអាសៀមតាហាំងគាហ្នឹងគឺសៀមចិនណាច័ន្ទដេតសัตว์ឡៃខ្ញុំធ្លាប់ស្ដាប់លោកតាហៅឈ្មោះគាត់ថាលួងខ្ញុំស្មានថាគាត់ជារាជវង្សអត់ទេលួងគឺជាងាររបស់មន្ត្រីថៃជាងាររបស់មន្ត្រីថៃលួងណាជាងាររបស់មន្ត្រីថៃជាងាររបស់មន្ត្រីថៃទេលួងហ្នឹងនោះបាទនឹងអញ្ចឹងណាពីសម័យលួងវិចិត្រវេត្រកាហ្នឹងខ្ញុំនិយាយឲ្យស្ដាប់បន្តិចចាំខ្ញុំយកមកនិយាយថែមបើខ្ញុំរកឃើញសភៅខ្ញុំរកឃើញសភៅបើខ្ញុំរកឃើញសភៅសង្ឃថាតែយកទៅក្រោមហើយយកទៅក្រោមហើយបងប្អូនអើយយកទៅក្រោមហើយយកទៅក្រោមហើយយកទៅក្រោមហើយតលទៅទឹកកោះយកមកវិញណារឿងលួងវិចិត្រវត្រការហ្នឹងណាតាម100ឆ្នាំជាងថៃគ្មានសង្គ្រាមជាមួយខ្មែរទេចាឯងមិនសួរទេចាឯងដាក់បច្ចនសញ្ញាប៉ុន្តែចាឯងសរសេរអញ្ចឹងសិក្សាខ្លួនឯងចាណាមនុស្សនៅស្រុកថៃកាលពីជិត100ឆ្នាំមុនកាលពីជិត100ឆ្នាំមុនមនុស្សនៅស្រុកថៃក៏ដូចជាមនុស្សនៅស្រុកខ្មែរដែរអ្នកស្នេហាជាតិនិងអ្នកជាតិនិយមថៃសុទ្ធតែចិនចំណែកនៅស្រុកខ្មែរមនុស្សស្នេហាជាតិនិងជាតិនិយមខ្មែរសុទ្ធតែចិន100ឆ្នាំ100ឆ្នាំមកហ្នឹងនៅស្រុកខ្មែរយើងអ្នកដែលស្រឡាញ់ប្រទេសជាតិខ្មែរជាងគេចិនប៉ុន្តែមិនមែនចិនស្រុកចិនទេចិនស្រុកខ្មែរហើយនៅស្រុកថៃហ្នឹងអ្នកដែលស្រឡាញ់ប្រទេសជាតិថៃជាងគេគឺចិនសូមបីតាតាមួយដែលចេញនិយាយខ្មែរយើងច្រើនយកមកផ្សាយនៅ Facebook គាត់នឹងចិនតាអត់មានសៀមទេណាអត់មានសៀមទេសៀមអត់មានទេណា
សិតតែចិនទេសចិននេះអ្នកដែលស្រឡាញ់ជាតិអ្នកដែលរៀបវចនានុក្រមខ្មែរចិនលោកតាជួនណាតនេះចិនលោកតាហួតតាតនេះចិនលោកលីធៀមតេនេះចិនតែបើចេញខ្មែរមកចោលមកសៀតដោយអាកេងវណ្ណស័កចឹងណាំមើលណាំមើលណាសរិនឆាកហ្នឹងចិនឪម៉ែចិនណាដែលតែស្អីរឿងទឹកដីអីហ្នឹងណាអាំងជូលៀងក៏ចិនគ្រូខ្ញុំក៏ចិនអាសន្ធិលំថោងគុណវាចិនដែរអើយណាអាលួងវិចិត្រវត្រការនេះអូអ៊ីវកាសហ្នឹងគាត់ចិនដែរណាហ្នឹងអញ្ចឹងណាអ្នកដែលជាអ្នកប្រាជ្ញហ្នឹងតែចាញ់មកខ្មែរហ្នឹងបានត្រឹមតែកវៃទេតើស្ដេចថៃអនាគតអាចបាត់បង់ប្រជាប្រិយភាពទេអាចទៅអនាគតតែឥឡូវនេះប្រជាជនថៃគាត់នៅពេញចិត្តព្រះមហាក្សត្រទោះបីយ៉ាងណាក៏រាជមហាវជ្រាលង្កននៅតែគេគោរពហើយណាមួយទៅលួងថៃមានមហេសីជាហុងស្រុយជាប្រជាប្រិយណាជាប្រជាប្រិយបាទ I love you អ្នកទាំងអស់ហ្នឹងចង់ធ្វើជាខ្មែរតាមពិតគាត់ចិនទេបាទឥឡូវហើយអ្នកដែលការពារទឹកដីខ្មែរឥឡូវចិនហ៊ុនសែនហ្នឹងក៏មិនចិនទោះបីតែចិនត្រឡប់ត្រឡុយក៏ដោយក៏នៅតែចិនអើយណាតើការចរចាទ្វេភាគីស្អែកទទួលផលទេអត់ទេខ្ញុំអត់សង្ឃឹមទេណាខ្ញុំអត់សង្ឃឹមទេអូខេអីមកទៅសេភាសាជប៉ុនដាក់អញឯងមកចងេងចងាអញដេញចាញ់បាត់វាអត់ដែលមានជប៉ុនឯណាវែង channel ទេប៉ុន្តែវាចូលវាដេញចាញ់បាទចន្ទតានួនហើយកាត់ខាងកើតទៀតមិនត្រឹមតែកាត់ខាងជើងទេកាត់ខាងកើតទៀតណាកាត់លោកតាចៅមានសំណួរមួយតើជនជាតិថៃប៉ុន្មានភាគរយដែលទទួលស្គាល់បិទថាខ្លួនកើតក្រោយខ្មែរ0គ្មានថៃណាគេថាខ្លួនគេថាគេកើតក្រោយខ្មែរទេកុំភ្លើពេកចៅឯងកំពុងរវើរវាយថៃណាវាកើតក្រោយខ្មែរនោះបុព្វបុរសវាចុះពីយន់ណានមកវាកើតតណាលនឹងគ្នាហ្នឹងណាចៅឯងកុំឆោតពេកចៅឯងលវើលវាយខ្លួនឯងតែថៃវាកើតក្រោយឯណាចេះថាថៃវាកើតតាំងពីដើមមកហើយចុះប្រទេសថៃឡង់វាប្រកាសឯករាជ្យ
តែប្រកាសឯករាជ្យហើយចង់ក្រោយចង់មុនក៏ដោយឃើញប្រជាជនអាមេរិកទេគេដែលនិយាយថាគេនឹងក្រោយបារាំងក្រោយអាល្លឺម៉ង់ក្រោយរុស្ស៊ីក៏អត់និយាយទេគេប្រកាសឯករាជ្យ300ឆ្នាំអូខេយើងទេល្វើល្វាយតែឯងមានអ្នកខ្លះទេគេសួរបើសិនណាជាប្រាសាទតាមាន់ធំតាមាន់តូចនឹងជារបស់ថៃស្ដេចណាអ្នកកសាងល្ងងមែនណាសូម្បីតែស្ដេចអ្នកកសាងតាមាន់តូចតាមាន់ធំនឹងមានខ្មែរណាដឹងបារាំងវាប្រាប់តាហើយដល់សៀមវាសួរវិញប្រយ័ត្នឆ្លើយវាមិនរួចទៅថាអូខេឥឡូវហ្នឹងជ័យវរ្ម័នទី7សាងសង់ប្រាសាទភីម៉ៃណាឥឡូវសៀមវាចំអកឲ្យវិញវាចំអកឲ្យវិញវាថាឥឡូវហ្នឹងបើសិនជាខ្មែរហ្នឹងយល់ថាជ័យវរ្ម័នសង់ប្រាសាទភីម៉ៃហ្នឹងជ័យវរ្ម័នហ្នឹងខ្មែរអីណាហើយខ្មែរថាហ្នឹងហើយជាស្ដេចខ្មែរវាថាឥឡូវបង្ហាញផោះតាងមកណាមានសៃលាចរិកក៏មិនមែនខ្មែរដែរអត់មានខ្មែរទេសៀមវាចំអកឲ្យតែណាយើងអត់ចេះយើងឆ្លើយវារួចទេណាតើតែយើងចេះទៅយើងឆ្លើយវារួចទៅល្ងីល្ងើឯណាតមន់តូចតមន់ធំស្ដាច់ណាបើបោះហែងអាណាគេតែយកអារឿងហ្នឹងចឹងហើយបានជេមសុកហ្នឹងបបួលឲ្យខំរៀនមិនព្រមរៀនទេទៅសួរគេលញ៉ៃអញ៉ៃដូចអាចៅខាងលើចឹងលោកតាថៃប្រមាណនេះទទួលស្គាល់ថាកើតក្រោយយើងថៃវាថាអញកើតមុនឯងទៀតហើយនៅសល់អាល្ងងឯងហ្នឹងឯងកើតក្រោយអញទេហើយបើចៅឯងតបថាហេអញកើតមុនឯងបើឯងមិនល្ងងទេណាមិនមែនអញមានឯករាជ្យទេអាកភ្លើឯងដឹងទេអញយកខេតខម30ផ្លាយខេតមកធ្វើខេតអញឯងនឹងមិនដឹងនៅណាផងឥឡូវឯងមាន24ទេចាញ់វាបាត់ទៅតវ៉ាវាមិនកើតបើយើងអត់ចេះប្រវត្តិសាស្ត្រយល់ទេចំណែកយួនវិញថាណែយួនកើតក្រោយទេយួនថាភ្លើទេឯងមិនដឹងសាសស្អីទេកុំតែអញហៅកម្ពុជាហ្នឹងពីដើមពួកអញហៅកៅមៀងហ្នឹងគឺជនភ្នំតែឯងអត់ភ្នំអញ្ចឹងដាក់ដល់កៅមៀងដាក់កៅមៀវបដ ாய் ទៅយើងអាចជជែកជាមួយនឹងយួនជាមួយនឹងសៀមបានតើយើងចេះតែបើយើងយកគំនិតរយៈកផែលរបស់យើងគេស្ដីឲ្យយើងខ្មាស់គេដឹងទេយើងតលតែរៀនទៅនិយាយណាស្រុកយើងកើតមុនគេឲ្យរកផោះតាងមើលស្អីអាកន្លែងណាគេសួរតែ3ម៉ាត់យើងឆ្លើយមិនរួចផងហើយចុះមិនពីដើមគេហៅហ្វូណនហើយក្រោយមកគេហៅចេនឡាហើយមិនទៅកើតអង្គរហើយទៅឥឡូវប្រទេសកម្ពុជាឲ្យភ្ជាប់ករណីហ្នឹងឲ្យត្រឹមត្រូវមើលយើងថាបារាំងគេនិយាយអញ្ចឹងអង់គ្លេសគេនិយាយអញ្ចឹងសៀមវាសួរថាឲ្យយើងនឹងបង្ហាញថាយើងជាអ្នកណានិយាយចុះនិយាយឡើងហ្នឹងខឹងចង់ដាល់គ្នាមកពីអីបានខឹងអត់រៀនអញ្ចឹងហើយបានជេមសុកនេះចេះបបួលឲ្យរៀនហ្នឹងណាជេមសុកបបួលឲ្យរៀនហ្នឹងណាខំប្រឹងឲ្យរៀនហ្នឹងណាដើម្បីអីដើម្បីការពារយើងជាខ្មែរនេះការពារយើងជាខ្មែរនេះ
ខ្ញុំនិយាយជាមួយសៀមមិនដែលចាញ់សៀមទេនិយាយតសៀមដើរចាញ់អត់ចេះចាល់ទេអំពីអីយេកើតមកជាខ្មែរអញចេះដឹងត្រឹមត្រូវរបស់អញដែរហ្នឹងណាមិនមែនឲ្យឯងចេះតែនិយាយផ្ដេសផ្ដាសណាអូមេត្តាទៅ37អត់ស្គាល់ពួកហ្នឹងទេបាទពីព្រោះពួកហ្នឹងសប្ងៃបើសិននៅរស់វា80 85ហើយក៏ខ្ញុំប្អូនគេ71ហើយបាទអរគុណណាកូនអរគុណខាងថ្ងៃសុក្រនេះខាងខ្មែរបន្ធូរភាពតានតឹងព្រំដែនដោយបើកច្រកដូងខេត្តបាត់ដំបងនៅម៉ោង5ល្ងាចល្អណាតឹងខ្លះធូរខ្លះណាត1997តាមខ្ញុំមើលការចរចាមិនសង្ឃឹមមែនតំណាងខាងថៃបញ្ជូនត្រឹមទីប្រឹក្សាក្រសួងការបរទេសមកដូចមិនមានទម្ងន់ទេទោះបីបញ្ជូនរដ្ឋមន្ត្រីមកក៏ចរចាមិនបានដែរណាតាហ៊ុនសែនគាត់ចូលចិត្តនិយាយខ្មែរច្រើនពេលថ្លែងសន្ទរកថានៅអង្គការសហប្រជាជាតិគាត់និយាយអីក៏បានដែរធម្មតាម៉ាណែតនិយាយបារាំងក៏បាននិយាយអង់គ្លេសក៏បានអាហ្នឹងក៏ល្អណាមហោជាខៃសិងចរចាស្អែកនេះតើលទ្ធផលមានការវិភាគដូចម្ដេចដែរអត់មានសង្ឃឹមទេកូនអើយអត់មានសង្ឃឹមទេណាអញ្ចឹងខ្ញុំជូនប៉ុណ្ណឹងហើយអរគុណហើយដែលមកនិយាយលេងមើលណាសាទិសភៅឃើញហើយបណ្ណាល័យបណ្ណាណីអានេះ3តួតាមាន14 unit ពេញមកខាងក្រោមឥឡូវតាវាយកេះហើយតាត្រូវបោះចោលខ្លះត្រូវបញ្ជូនទៅបណ្ណាល័យអាមេរិកខ្លះហើយចប់ហើយអត់មានទេអត់មានទៀតទេតាចាស់ហើយតាដេកមិនលក់រាល់ថ្ងៃហ្នឹងតលខំរៀនណាតលខំរៀនបើមិនរៀនមិនចេះទេតែតាមិនចេះចាល់មកពីតារៀនរាល់ថ្ងៃព្រលឹមឡើងក្រោកម៉ោង5ហ្នឹងទៅកើបអាចឆ្កែទៅធ្វើនេះធ្វើនោះហ្នឹងគឺតិចហ្នឹងស្ដាប់ព័ត៌មានគិតតែឆុងកាហ្វេឆុងអីហើយទៅតាមដានព័ត៌មានហើយក៏ចាប់ផ្ដើមធ្វើ show ហើយក៏អាប់ដេតទៀតអាប់ដេតថ្មីអាប់ដេតដើម្បីឲ្យដឹងណាឲ្យដឹងថាវាព្រឹត្តិការណ៍យ៉ាងម៉េចដូចឧទាហរណ៍ថាឥឡូវហ្នឹងចុងក្រោយនៅអ៊ីស្រាអែលណា9 នាទីមុននេះកងទ័ពអាកាសអ៊ីស្រាអែលបានផ្សាយឲ្យដឹងថាគេបានបំផ្លាញជើងទ្រកាំជ្រួចរបស់អ៊ៃរ៉ង់បានច្រើនជើងទ្រតទៅទៀតដើម្បីបំផ្លាញចោលប្រព័ន្ធការពារដែនអាកាសរបស់អ៊ៃរ៉ង់អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបានប្រាប់អង្គការសហប្រជាជាតិថាអ៊ីស្រាអែលមានភ័ស្តុតាងស្ដីអំពីការជឿនលឿនឆ្ពោះទៅកាន់ការបង្កើតអាវុធនុយក្លេអ៊ែររបស់អ៊ៃរ៉ង់ទើបធ្វើការវាយប្រហារនេះគឺជាព័ត៌មាន
គឺជាព័ត៌មានដែលបន្តផ្សាយអាប់ដេតប្រទេសបារាំងអង់គ្លេសនិងអាល្លឺម៉ង់អំពាវនាវឲ្យកាត់បន្ថយកម្ដៅរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ៃរ៉ង់ប្រាប់អង្គការសហប្រជាជាតិថាអ៊ៃរ៉ង់នឹងត្រូវវាយបកទៅអ៊ីស្រាអែលវិញប្រទេសបារាំងលោក Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំងនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ទូរទស្សន៍នៅអ៊ៃរ៉ង់ផ្សាយអំពីភ្លើងឆេះអគារដោយការវាយប្រហាររបស់អ៊ីស្រាអែលប្រធានសភាតំណាងរាស្ត្រអាមេរិកកាំងបាននិយាយថាប្រទេសអ៊ៃរ៉ង់នឹងជួបប្រទះការប្រឈមធ្ងន់បើសិនបើមិនព្រមបោះបង់ចោលគោលដៅអាវុធនុយក្លេអ៊ែរប្រធានាធិបតី Donald Trump បាននិយាយប្រាប់សារព័ត៌មាន The Wall Street Journal ថាគាត់បានដឹងរួចជាស្រេចអំពីគោលដៅរបស់អ៊ីស្រាអែលក្រុមប្រទេសផលិតប្រេងឆៅ OPEC បាននិយាយថាគេមិនចាំបាច់បូមប្រេងថែមទេពីព្រោះសកម្មភាពទីផ្សារតម្រូវការនៅដដែលនាវាដឹកជញ្ជូនទាំងឡាយធ្វើដំណើរតាមសមុទ្រក្រហមនិងច្រកអមុកត្រូវបានប្រាប់មុនឲ្យប្រុងប្រយ័ត្នពីព្រោះតំបន់សង្គ្រាមចាប់ផ្ដើមរីកធំប្រទេសអ៊ៃរ៉ង់បានបញ្ចេញព័ត៌មានថាយ៉ាងហោចណាស់មនុស្សជាង100នាក់ត្រូវស្លាប់និងជាង400នាក់ត្រូវរងរបួសពីការវាយប្រហារប៉ុន្មានដងទូរស័ព្ទជាមួយលោកប្រធានាធិបតី Vladimir Putin ច័ន្ទដានួនការចំណាយលើសភៅនិងឯកសាររបស់ពូនិយាយលេងកូនណាទិញ Mercedes អាលេខ500បាន2អូខេពៅស៊ីណាតក្រុមហ៊ុនស៊ឹមរណបប្រទេសមួយប្រើមិនកើតប្រហែល18ម៉ោងធ្វើឲ្យខ្មែរទិញស៊ឹមយួនប្រើគ្រប់គ្នាការផ្លាស់ប្ដូរ gateway វាលំបាកអញ្ចឹងហើយSamantha Heng okay thank you thank you okay អញ្ចឹងខ្ញុំសូមអរគុណខ្ញុំសូមជម្រាបលាទៅរកមើលកូនឆ្កែបន្តិចជម្រាបលា